គ្រឿងផ្សំរបៀបធ្វើស៊ុបមាន់ការ៉ុតឆៃថាវខ្ទឹមសខ្ទឹមក្រហមស្លឹកខ្ទឹមផ្កាច័ន្ទម្រេចផ្សិតខ្មៅសាច់មាន់របៀបធ្វើហាន់ការ៉ុតឆៃថាវវាយខ្ទឹមសនិងខ្ទឹមក្រហមហាន់ស្លឹកខ្ទឹមដាក់ខ្ទឹមសខ្ទឹមក្រហមរួចហើយដាក់ម្រេចបន្ទាប់មកទៀតយើងដាក់ទឹកទុកវាឲ្យពុះរួចដាក់សាច់មាន់ទុកវាឲ្យពុះរួចដាក់ការ៉ុតឆៃថាវផ្សិតខ្មៅទឹកត្រី3ស្លាបព្រាប្រេងខ្យង2ស្លាបព្រាស្ករនិងអំបិលរួចទុកវាឲ្យពុះដាក់ស្លឹកខ្ទឹមហើយលើកដាក់ចានជាការស្រេចអរគុណសម្រាប់ការទស្សនាវីដេអូសូមជួយ Subscribe Channel